សួស្តីបងប្អូនបាទហូបសាមញ្ញមកទៀតហើយបងប្អូនមានដំណងបងប្អូនធ្វើឲ្យឆ្ងាញ់បងប្អូនបាទមានក្តឹបដំណងតែមក4 5ផ្លែមកបងប្អូន300ច្រើនទេបងប្អូនមានអពងទាពី3គ្រាប់មកបាទនេះក្តឹបដំណងបាទនឹងសាច់មកតែបន្តិចមកបងប្រើសាច់ក៏បានដែរបងប្អូនប្រើតែដំណងជាមួយនឹងពងទាក៏បានដែរបងប្អូនបាទនេះខ្ញុំចែកក្តឹបដំណងគេមកបាន5 6ផ្លែបងប្អូនក្តឹបប៉ុន្មានជើងនេះខ្ចីល្អណាស់បងប្អូននេះក្តឹបនេះបើយកទៅលក់ប្រហុកក៏បានលក់ទៅគ្រឿងក៏បានដែរបងប្អូនបាទនេះពងទាខ្ញុំទិញគេមក10គ្រាប់ប៉ុន្តែខ្ញុំប្រើតែ5គ្រាប់ទេបងប្អូននឹងសាច់ទ្រូងសាច់មាន់តែ2ដុំនេះបងប្អូននេះ2ដុំនេះបាទពងទាខ្ញុំប្រើ5គ្រាប់បាទ1គ្រាប់នេះខ្ញុំទុកលាយវាបងប្អូននេះសាច់ហាន់ហើយបាទនេះបាទវីដេអូនេះប៉ុណ្ណេះបងប្អូនមកឲ្យអាពងទាយើងកូរក្លុកវាសពចឹងបងប្អូនបាទឲ្យដាក់ជៀនវាសិនណាបងប្អូនបាទខ្ញុំជៀនសិនទេបាទជៀនវាបាន2 3ប្រទេសមកយើងកាត់កង់វាបងប្អូនបាទដាក់ចឹងបាច់យើងដាក់គ្រឿងដាក់គ្រឿងក្រៅនេះយើងឡុកឲ្យតែវាចូលគ្នាទៅបាទយើងកាត់ចឹងមកបងប្អូនបាទកាត់ឲ្យដាក់ចានឲ្យស្រេចបងប្អូននេះអានឹងទុកដាក់ក្រោយគេហើយបងប្អូនចាំមើលតែមកហូបយើងល្មមហើយយើងភ្លក់ទៅល្មមហើយនឹងក្រោយគេនេះនងចិត្តឲ្យស្អាតលាងទឹកអីមកកាត់បងប្អូនចង់កាត់របៀបម៉េចក៏បានដែរបងប្អូនបាទកាត់ជាគេហៅថាដូចយើងស្លប្រហើបានយើងកាត់កង់ចឹងក៏បានបាទនេះរៀបរយអស់ហើយបងប្អូនបាទដាក់ឆាឆុលមកបងប្អូននិយាយដាក់ខ្ទឹមឲ្យឈ្ងុយបងប្អូនមិនធ្វើវិធីអីច្រើនសាមញ៉ាំអីទេគឺនៅខ្ទឹមចាត់សាច់ដាក់គ្រឿងក្រៅមកវាមានអីទេបងប្អូនមកហូបសុកខ្សែយកទៅប៉ុណ្ណេះបាទលេស្កូប៊ីចេងទឹកត្រីទឹកស៊ីអ៊ីវតិចប្រេងខ្យងតិចបាទបានមកហូបមកមុខបាត់ហើយបងប្អូនបាទនេះយើងឆាឆុលគ្រឿងវាចូលជាតិចឹងមកបងប្អូនបាទហើយខ្ញុំក៏ថែមទឹកមកចិបមកបងប្អូនវាគោពេកបងប្អូនបាទមើលសាច់វាចូលជាតិនេះដាក់ដំណងយើងមកកុំឲ្យវាលួយពេកបងប្អូននៅសពបានហើយបាទដំណងខ្ចីចេះវាផ្អែមបងប្អូនបាទមើលថាវាឆ្អិនហើយចាំយើងចាក់សាច់យើងចូលបងប្អូនណាបែរសាច់ពងទាច្រឡំសាច់មាន់ណាបងប្អូនបាទនេះពងទាមកគ្រាប់ដល់ខ្ញុំបង្ហាញមិញខ្ញុំកូរបាទមកកូរដាក់ច្បល់ចឹងមកឲ្យមើលទៅវាទឹកយើងខាប់បងប្អូនបាទយើងកូរចឹងទៅទឹកវាខាប់ល្អបាទឲ្យចាំយើងចាក់ពងទាដែលយើងហាន់មិញចូលមកបាទចាក់ខ្វោកមកយើងវាអូចាំមើលវាទំនងបងប្អូនបាទមើលទំនងណាហើយកូនខ្ញុំចូលចិត្តមកហូបនេះគឺពិសេសភាសារបស់គាត់ហើយមកហូបឲ្យតែមានពងទាមានសាច់តិចទេគាត់ត្រូវគាត់ណាបងប្អូនបាទមកហូបនេះសុកសែហើយបើបានកពឹសអីលាយបងប្អូនចូលចិត្តកពឹសដាក់កពឹសក៏បានដែរបើមិនបាច់ដាក់ក៏បានដែរដំណងភាគច្រើនគេឆាជាមួយកពឹសសុតបងប្អូនឆ្ងាញ់បាទតែប៉ុណ្ណេះមកឆ្ងាញ់ហើយបងប្អូនដំណងណាស់បងប្អូនណាអូសុកសែបាទមានដំណងអីកំចោលបាទមកហូបនេះបាទប៉ុណ្ណេះឆ្អិនហើយរួចទៅស្លឹកខ្ទឹមមករួចជាការស្រេចហើយបងប្អូនណាបាទមើលនៅឡើយដំណងបងប្អូនមានដំណងសាកធ្វើតាមខ្ញុំលើមើលបងប្អូនបាទផ្អែមណាស់កុំឲ្យឆ្អិនពេកបងប្អូនបាទប៉ុណ្ណេះក្រោបវាទុកមករួចជាការស្រេចហើយបងប្អូនបាទបងប្អូនត្រូវការប្រៃអីទឹកស៊ីអ៊ីវថែមថយតាមនឹងមករួចជាការស្រេចបាទអរគុណច្រើនបងប្អូនមក